ខេត្តកំពង់ស្ពឺដីព្រៃនៅជើងភ្នំសេសឬហៅថាភ្នំអញ្ញាសេស្ថិតនៅក្នុងភូមិអូនាងហ៊ីងឃុំតាំងក្រូចស្រុកសំរងតងត្រូវបានក្រុមជនខិលខូចយករណាយន្តត្រង់ទៅនើកាត់ដំឈើនិងជីកបោះបង្គោលរបងហុំពួតយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតើអស់លោកណាខ្លះនៅពីក្រោយក្នុងរុករានទន្ទ្រានយកដីជើងភ្នំនេះមិនអត់ទេព្រោះសិតតែផលប្រយោជន៍បើតាមការលើកឡើងរបស់អ្នកជីកដីដើម្បីបោះបង្គោលរបងដែលអ្នកមានលុយជួមកជីកនោះនិយាយថាការឈួតឆាយជីករបងបោះបង្គោលហុំពួតដីជើងភ្នំនេះជាង1ខែកន្លងទៅហើយគឺគេបែងចែកគ្នាខ្លះក្បាល10ម៉ែត្រជម្រៅទល់ភ្នំអ្នកខ្លះបានក្បាល15ម៉ែត្រអ្នកខ្លះទៀតក្បាល20ម៉ែត្រទល់ជើងភ្នំតែម្ដងលោកត្រឹមជាអ្នកស៊ីឈ្នួលគេមិនអាចដឹងរឿងច្រើននោះទេបើតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថាការបែងចែកកັບឆ្ការឈួសឆាយរុករានទន្ទ្រានយកដីជើងភ្នំអញ្ញាសេសឬហៅថាភ្នំសេសនេះគឺការបើកភ្លើងខៀវពីលោកមេភូមិអនុភូមិអូនីងហ៊ីងដែលអះអាងថាជាដីរួមភូមិដីសហគមន៍មានទំហំជាង3ហិកតា ការបែងចែកដីជើងភ្នំដែលជារបស់រដ្ឋគ្រប់គ្រងនេះចែកឲ្យប្រជាពលរដ្ឋនិងដាក់មានលុយមានអំណាចមួយចំនួននៅក្នុងឃុំតាំងក្រូចស្រុកសំរងតងខេត្តកំពង់ស្ពឺប្រភពព័ត៌មានបានបន្តថាការដែលលោកមេភូមិលោកអនុប្រធានភូមិហ៊ានបែងចែកដីជើងភ្នំនេះគឺសំអាងថាជាដីសហគមន៍ដីរួមភូមិអូនាងហ៊ីងហើយមួយទៀតអាងមានខ្នងបង្អែកជាមន្ត្រីសុរិយោដីម្នាក់ដែលធ្វើការងារនៅក្នុងមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ស្ពឺនិងម្នាក់ទៀតជាចាងវាងគេហទំព័រមិនសូវល្បីឈ្មោះមួយរូបកំពុងក្លាយជាឈ្មួញដែលមានដីនិងជួលឲ្យគេកាប់ដាំឈើនិងធ្វើរបងរួចរាល់ហើយដែរប្រជាពលរដ្ឋនិងអ្នកដឹងរឿងបាននិយាយថាបើបណ្ដេតបណ្ដោយតទៅទៀតច្បាស់ណាស់ដីជើងភ្នំរបស់រដ្ឋខ្លាយទៅជាកម្មសិទ្ធិឯកជនជាក់ជាមិនខានឡើយពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះអ្នកយកព័ត៌មានយើងបានទៅជួបលោកសៅសម្បូរមេឃុំតាំងក្រូចនៃស្រុកសំរងតងលោកបានលើកឡើងថាលោកមិនបានដឹងថាមានការកាប់ឆ្ការឈួសឆាយរុករានទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននោះទេហើយក៏មិនបានដឹងថាលោកមេភូមិលោកអនុប្រធានភូមិបែងចែកដីឲ្យប្រជាពលរដ្ឋជាង100គ្រួសារនោះដែរជាមួយគ្នានេះដែរភូមិអូនាងហ៊ីងនេះមិនទាន់មានឈ្មោះនៅក្នុងបញ្ជីរបស់ក្រសួងមហាផ្ទៃនៅឡើយទេជុំវិញការលើកឡើងខាងលើនេះដែរអ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅលោកមេភូមិអូនាងហ៊ីងនិងលោកអនុប្រធានភូមិអូនាងហ៊ីងដើម្បីសួរនាំប៉ុន្តែតែចូលជាច្រើនលើកមិនមានអ្នកលើកទទួលចាំមើលទៀតតើបរិយាណាខ្លះដែលនៅពីក្រោយខ្នងតើអាជ្ញាធរខេត្តកំពង់ស្ពឺហ៊ានទប់ស្កាត់ក្រុមខិលខូចខាងលើនេះបានក្នុងកម្រិតណា